ភាគទី19រឿងរ៉ាវទាក់ទងនឹងព្យាការីយ៉ាកូបនិងព្យាការីយូស៊ុហ្វអាឡៃសាឡាំនៅក្នុងភាគទី19នេះយើងនឹងនិយាយគ្នាទាក់ទងជាមួយនឹងការអង្វរកររបស់ឪពុកនៅពេលត្រឡប់មកដល់ផ្ទះវិញពួកគេបានរៀបរាប់ប្រាប់ព្យាការីយ៉ាកូបនៅអ្វីគ្រប់យ៉ាងនៅពេលពួកគេបើកបាវស្រូវក៏ឃើញប្រាក់ត្រឡប់មកវិញពួកគេរឹតតែឆ្ងល់ប៉ុន្តែព្យាការីយ៉ាកូបបានស្រែកយំទាំងឈឺចាប់ថាតើពួកឯងចង់ឲ្យយើងបាត់បង់កូនអស់ប៉ុន្មានអ្នកទៀតយូសូហ្វបានបាត់បង់ទៅហើយឥឡូវស៊ីបមូនក៏បាត់បង់ម្នាក់ទៀតហើយពួកឯងនៅចង់យកបេនយ៉ាមីនទៅទៀតឬព្យាការីយ៉ាកូបបានបដិសេធយ៉ាងដាច់អហង្ការលោកមិនព្រមឲ្យបេនយ៉ាមីនចាក់ចេញពីលោកឡើយទោះជាត្រូវអត់ឃ្លានក៏ដោយលោកនៅមានមន្ទិលសង្ស័យលើកូនរបស់លោកចំពោះរឿងដែលបានកើតឡើងលើព្យាការីយូស៊ុហ្វកាលពីអតីតកាលនៅក្នុងភាគនេះយើងបញ្ចប់ត្រឹមនេះប្រសិនបើបងប្អូនចង់ដឹងរឿងរ៉ាវទាក់ទងនឹងព្យាការីយ៉ាកូបនិងព្យាការីយូស៊ុហ្វអាឡៃសាឡាមបន្តទៅទៀតសូមតាមដាននៅវីដេអូបន្ទាប់អ៊ីនសាអល់ឡោះ